ជំរាបសួរលោកគ្រូប្រធានសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពីរបៀប deploy PHP ជាមួយនឹងការបង្កើត MySQL ជាដំបូងយើងចូលទៅកាន់ Namespace យើងចូលទៅកាន់ hosting list ហើយយើងចូលទៅ go to cPanel បន្ទាប់មកទៀតយើងចូលទៅកាន់databaseបន្ទាប់ពីចូលទៅកាន់ database ហើយយើងធ្វើការបង្កើត database អញ្ចឹង database របស់ខ្ញុំដាក់ឈ្មោះ MyDB បន្ទាប់មកទៀតយើងចុច next ហើយកន្លែងនេះយើងធ្វើការដាក់ឈ្មោះអញ្ចឹងដាក់ឈ្មោះរបស់ខ្ញុំនិង password នេះgenerate ថាបន្ទាប់ពី generate ហើយយើងត្រូវ copy វាទុកដើម្បី pass ផលនៅពេលក្រោយអញ្ចឹងបន្ទាប់ពីយើង pass ទុកហើយយើងចុច create user យើងវិញមកហើយកន្លែងនេះយើងចុចយក all privilege ហើយយើងចុច next step ហើយយើងចុចជាមួយនឹង return to manage my database យើងចូលទៅមើលនេះជា database ដែលខ្ញុំបានបង្កើតតោះមកយើងចូលទៅកាន់ tool ហើយយើង scroll ទៅរក file manager បន្ទាប់ពីយើងចូលទៅ file manager ហើយយើងចូលទៅកាន់ website មួយឈ្មោះថា wordpress.org អញ្ចឹងយើងចូល wordpress.org ទៅ download ហើយយើងចុច download WordPress ហ្នឹងមកដល់យើងធ្វើការរងចាំតិចមកវាកំពុងតែ download បន្ទាប់ពី download ហើយយើងចូលទៅកាន់ជាមួយនឹង public_html ហើយយើងចូលទៅ upload យើងចុច select file មកយើង choose ទៅរក WordPress របស់យើងហើយយើង open យើងធ្វើការរងចាំការ uploadបន្ទាប់ពីយើង upload ពេញហើយយើងចុច go back បន្ទាប់ពីយើងចុច go back ហើយយើងចូលទៅ WordPress ហើយយើងយក extract ហើយយើង extract file ហើយយើង close វាមកបន្ទាប់ពីយើង extract ហើយយើង click ទៅកាន់ folder WordPress ហ្នឹងបន្ទាប់ពី click ទៅកាន់ folder ហ្នឹងហើយយើងចុចយក select all ដើម្បី move file យើងចុច select all ហើយយើងចុច move file ទៅកាន់ folder public HTML យើងលុបពាក្យ WordPress ចេញ
យើងចុច move file មកហើយអញ្ចឹងបន្ទាប់ពីយើង move file យើងចុច back យើងចូលទៅលោកជាមួយនឹងនេះបន្ទាប់ពីយើង move file យើង move បានហើយយើងចូលទៅកាន់ WordPress ហ្នឹងយើងលុបfolder WordPress នេះចេញហើយជាមួយនឹងfile zip ក៏ដូចគ្នាយើងធ្វើការលុបចេញអូខេអញ្ចឹងបន្ទាប់មកទៀតយើងចូលទៅកាន់ domain របស់យើងហើយយើង copy domain មកយើង paste នៅក្នុង web browser អូខេអញ្ចឹងបន្ទាប់ពីយើង paste ហើយយើងយក language ហើយយើងចុច continue ហើយយើងចុច let's go ហើយយើង fill database username password ឲ្យចូលទៅហើយអញ្ចឹងកន្លែងនេះបើខ្ញុំខុសហើយ check ម្ដងទៀតអូខេអញ្ចឹងយើងចុច submit ហើយកន្លែងនេះយើងចុច run installation ហើយយើង fill in នៅ site title អីមកនេះយើង fill ហើយយើងចុច install WordPress ហើយចុច no send ហើយកន្លែងនេះយើងចុចlogin ហើយអញ្ចឹងយើងfill ជាមួយនឹង username ជាមួយនឹង password ចុច remember me ហើយ login បន្ទាប់ពីយើង login ទៅយើងចូលទៅកាន់ dashboard ជាមួយ dashboard WordPress ហើយយើងចូលទៅកាន់ site visit site នេះជា site របស់យើងអត់ទាន់បាន update អីទេអញ្ចឹងយើងចូលទៅកាន់ appearance ហើយយើងចូល theme ហើយយើង choose យក template មួយនឹងមកហើយយើងចុចជាមួយនឹង activateអញ្ចឹងបន្ទាប់ពីយើងចូល activate ហើយយើងចូលទៅកាន់ domain របស់យើងម្ដងទៀតមកហើយចឹងវាអត់ទាន់មានទេយើងធ្វើការ refresh វាម្ដងទៀតទៅវានឹង load មកហើយអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះ